ជំរាបសួរទស្សនិកជនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសចាគឺជាថ្ងៃដែល brand យីហោទាខ្វៃដ៏ល្បីលំដាប់ថ្នាក់ពិភពលោករបស់សិង្ហបុរីទៀនសៅអឺចាបានមកដល់លើទឹកដីកម្ពុជាអញ្ចឹងនៅក្នុងថ្ងៃសម្ពោធជាផ្លូវការហាងទៀនសៅអឺកម្ពុជានៅពេលនេះទៀនសៅអឺគាត់បានអញ្ជើញនៅវត្តមានចុងភៅដ៏កំពូលរបស់កម្ពុជាមួយរូបដើម្បីចូលរួមក្នុងកម្មវិធីយើងហើយធ្វើការភ្លក់ម្ហូបពិសេសប្រចាំហាងនិងផ្ដល់នៅចំណាប់អារម្មណ៍របស់គាត់ទៅលើមុខម្ហូបរបស់យើងចាមិនតែប៉ុណ្ណោះយើងក៏មានវត្តមានកំពូលចុងភៅពីខាងទៀនសៅអឺផ្ទាល់ដែលគាត់ជាជនជាតិសិង្ហបុរីចូលខ្លួនជាមួយគ្នានៅក្នុងពិធីភ្លក់ម្ហូបនេះផងដែរហើយគាត់ក៏ធ្វើការពិពណ៌នាអំពីលក្ខណៈពិសេសរបស់ម្ហូបនីមួយៗទៅកាន់កំពូលចុងភៅជនជាតិខ្មែររបស់យើងតែម្ដងនាងខ្ញុំជឿជាក់ថាទស្សនិកជនទាំងអស់គ្នាក៏ដូចជានាងខ្ញុំផ្ទាល់ផងដែរប្រកបណាស់ចង់ដឹងថាតើនៅពេលដែលកំពូលចុងភៅពីររូបចាដែលជាជនជាតិផ្សេងគ្នានេះគាត់ជួបគ្នាធ្វើការភ្លក់ម្ហូបហើយផ្ដល់ចំណាប់អារម្មណ៍ឲ្យគ្នាទៅវិញទៅមកអញ្ចឹងណាមានរឿងអីកើតឡើងទៅចាអញ្ចឹងយើងនឹងទៅជួបពួកគាត់ទាំងអស់គ្នាយកកិត្តិយសទី1គឺ Chef Nara ចាទូស្ដីបងស្រីជំរាបសួរបងសុខសប្បាយបងសុខសប្បាយបងសុខសប្បាយសុខសប្បាយបងសុខសប្បាយជំរាបសួរបងប្អូនទស្សនិកជនចាហើយនាងខ្ញុំក៏សូមស្វាគមន៍វត្តមានភ្ញៀវកិត្តិយសមួយរូបទៀតគឺ Chef Phong ចាជំរាបសួរចាអញ្ចឹងសូម Chef ទាំងពីរអញ្ជើញអង្គុយចុះចា Please can you take a seat ជាថ្មីម្ដងទៀតជំរាបសួរបង and hello Chef Phong hello miss Yes ឃើញថាថ្ងៃនេះពិសេសមែនតើដែលយើងបើកសម្ពោធហាងទាខ្វៃដ៏ល្បីប្រចាំសិង្ហបុរីបងចាឥឡូវហ្នឹងចាទៀនសៅអឺនៅបឹងកង្កងហើយឃើញថានេះគឺជារឿងដ៏គួរឲ្យរំភើបមួយដែរដោយសារតែជនជាតិកម្ពុជាយើងគាត់ឧស្សាហ៍ឡើងចុះសិង្ហបុរីហើយចាជាការពិតណាស់នៅពេលដែលយើងធ្វើដំណើរទៅក្រៅប្រទេសគឺយើងតែងតែមាននៅការទទួលបទពិសោធន៍ទាក់ទងនឹងវប្បធម៌ជាពិសេសគឺម្ហូបអាហារហ្នឹងជិះមិនរួចតែម្ដងព្រោះតែស្អីបងប្អូនខ្មែរយើងខ្លះតែគាត់អញ្ជើញទៅក្រៅប្រទេសចាមិនថាប្រទេសជិតខាងនឹងខ្មែរយើងឬក៏ប្រទេសអឺរ៉ុបឯងគាត់ពេលខ្លះគាត់តែងតែប្រើពាក្យថាពិបាកម្ហូបញ៉ាំណាតែបើគាត់ស្គាល់ទៀនសៅអឺដែលនៅសិង្ហបុរីរសជាតិក្នុងយ៉ាងម៉េចមកដល់ស្រុកខ្មែរគឺយ៉ាងហ្នឹងហើយណាព្រោះអ្វីដែលគាត់ប្រាប់គាត់ខ្សឹបប្រាប់តែឥឡូវអត់ដឹងថាម៉េចចាំមើលលុបតមកថារសជាតិហ្នឹងឆ្ងាញ់ម៉េចល្អម៉េច unique ម៉េចអូចាអញ្ចឹងមានថាបងបានលើរួចមកហើយអំពីរសជាតិដ៏ពិសេសរបស់ទៀនសៅអឺហ្នឹងពីសំណាក់ប្រជាជនខ្មែរយើងដែលគាត់ខ្សឹបប្រាប់បងហ្នឹងហើយមានមិត្តភក្តិថាគាត់ប្រាប់ដែរគាត់ធ្លាប់ទៅសិង្ហបុរីដែលគាត់ជា chef ហ្នឹងណាគាត់តែងតែទាំង chef គាត់បានទៅសិង្ហបុរីលើក្រោយទៅចូលភ្លក់ទៅលើកមុនកាល2012បានភ្លក់តែបងកុំស្ដាយព្រោះថាថ្ងៃហ្នឹងតិចទៀតហ្នឹងជុំពុកចេញមកបងបានភ្លក់ថ្ងៃនេះបានភ្លក់ផ្ទាល់យើងធ្លាប់លើគេនេះនឹងភ្លក់ផ្ទាល់ថារសជាតិម៉េចអ្វីដែលជាពិសេសរបស់គាត់ខ្លាំងចាអូខេអញ្ចឹងនេះគឺខាងភាគីកម្ពុជាយើងចាគឺគាត់ថារងចាំភ្លក់ហើយផ្ដល់នៅ feedback review ចាអញ្ចឹងឥឡូវយើងនឹងធ្វើការស្វាគមន៍ចា Chef សិង្ហបុរីវិញម្ដង Hello Chef Phong How have you been Fine 很好 Okay and how is it in Cambodia 你觉得柬埔寨怎么样对于餐馆来讲，会有这样的潜能去发展，对餐饮业，对。Role in Cambodia for the Chinese restaurants. Alright. And I heard that you just arrived Cambodia for this grand opening celebration, right? Yeah. So, for your perspective, what do you think about for your experience just recent day? What do you think about Cambodia food and Singapore foods like comparing to each other like do we have any something in common or something in difference 他问你因为你刚才来到这开业然后你觉得新加坡跟柬埔寨的食物有什么一样或者是不一样的地方是有点不一样的本地的食物应该会带一点偏甜的我觉得新加坡的食物，我们融合菜很多，潜能很大的，对。Yeah, for Cambodian, the food in Cambodia is like slightly sweeter. Yeah, it's like compared to Singapore. Singapore is like more like flavorful, or maybe like they have like different kinds of sweetness, or maybe like saltiness. But for here, it's like plain, like more towards to sweetness.
ចាអញ្ចឹងអ្វីមិញនេះនាងខ្ញុំបានសួរទៅកាន់ chef ជនជាតិសិង្ហបុរីថាតើគាត់មានការគិតបែបណាដែរចំពោះភាពដូចគ្នានិងខុសគ្នារវាងម្ហូបសិង្ហបុរីនិងម្ហូប local ខ្មែរយើងចាក្នុងស្រុករបស់យើងហើយគាត់ថាម្ហូបខ្មែរយើងគឺផ្ដោតទៅលើរសជាតិរៀងផ្អែមជាងម្ហូបសិង្ហបុរី And I have another questions like Tien Sour is a Singaporean brand and do you think that your taste will be the favorite one of Cambodian people although we already have a little bit different preparation of the taste 你觉得店小二的食物在柬埔寨的话，会不会受到本地人的喜欢，跟就是他们会不会喜欢这边的食物这样子？我觉得应该会受欢迎啊，而且你吃过了吗 I think the locals they will like it for our foods. ចាអញ្ចឹងបីមិញនេះខ្ញុំបានសួរគាត់ថាដូចគាត់ឆ្លើយអញ្ចឹងថារសជាតិរបស់កម្ពុជានិងសិង្ហបុរីរៀងខុសគ្នាបន្តិចប៉ុន្តែគាត់គិតថាតើទៀនសៀវអើបើកនៅកម្ពុជាហ្នឹងប្រជាជនកម្ពុជាយើងអាចនឹងពេញនិយមចូលចិត្តគ្រប់គ្រងដែរឬទេហើយចម្លើយរបស់គាត់គឺគាត់គិតថាយើងនឹងគ្រប់គ្រងយើងនឹងពេញចិត្តអញ្ចឹងនេះខ្ញុំនឹងសួរបន្តទៀតថាតើមូលហេតុអ្វីបានជាគាត់មានជំនឿចិត្តបែបនេះ So I'd like to ask another questions. Why do you have the confidence to say that local people will like Tien Sour roast ducks? 我们的烤鸭都是先烤现卖，包括皮脆肉嫩，会有这样的品质保证。我觉得柬埔寨的人应该会喜欢。对。Okay, so chef 还有那个得出的药材的味道应该特别的，对。Okay, so Chef Fong say that our duck roasted daily, so it's a fresh duck, and we are assured of the quality, crispy skin, tender meat, and the aromatics like the smell, the taste, everything, and how's my? Yeah, and we have like our unique sauce, our special sauce Angelica, and also the 10 wonder herbs. Alright, thank you so much. ចាអញ្ចឹងមូលហេតុដែលគាត់ជឿជាក់ថាទៀនសៀវអើនឹងក្លាយជាហាងជាទីពេញចិត្តរបស់ប្រជាជនកម្ពុជាគឺដោយសារតែរូបមន្តខ្វាយទាដ៏ពិសេសរបស់គាត់ចាតាក់ទងជាមួយនឹងការផ្សំគ្រឿងបែបថ្នាំចិនចាមាន Angelica មាន 10 wonder herbs right ចាមាន 10 wonder herbs ហ្នឹងហើយជាមួយនឹងtechnic នៃការខ្វាយទាហ្នឹងគឺពិសេសប្លែកពីគេតែម្ដងនិយាយទៅគឺគាត់ជឿជាក់ដោយសារតែគុណភាពទាំងសាច់ទាំងរសជាតិទាំងក្លិនគឺថាចាទាំងស្បែកគឺស័ក្តិសមជា brand លំដាប់លេខ1ទាំងពិភពលោកចាអញ្ចឹងនេះគឺជាការលើកឡើងរបស់គាត់តែ Chef Nara បងអូនគ្រាន់តែស្ដាប់ឥឡូវនេះទេបើថាយ៉ាងណាការពិតបែបណាគឺមានតែ Chef Nara ទេចាឥឡូវយើងនឹងតាមដានចាំមើលបងប្អូនថាម្ហូបរបស់គាត់ចេញមកយ៉ាងម៉េចរសជាតិយ៉ាងម៉េចព្រោះមិញសាបានប្រកាសថាអ្វីដែលពិសេសរបស់ទាខ្វៃរបស់គាត់ទី1ការផ្សំគ្រឿងប្រឡាក់ហើយយកទៅខ្វៃហ្នឹងហើយគាត់មានតិចតិចប្រឡាក់ហើយខ្វៃហ្នឹងឲ្យសាច់ទានៅតែស្រស់ហើយស្បែកទាស្រួយល្អជាពិសេសគាត់មានunique sauce របស់គាត់មួយ signature sauce របស់គាត់មួយដែលគាត់ផ្សំឡើងណាយើងចង់ដឹងមើលតើ chef មិនគាត់ប្រាប់ថាម្ហូបយើងមានផ្អែមខ្មែរយើងម្ហូបខ្មែរអត់ផ្អែមទូទៅទេបងប្អូនម្ហូបខ្មែរយើងមានម្ហូបខ្លះក៏ផ្អែមតែបើរៀងភាពដិតរសជាតិខ្មែរយើងម្ហូបខ្មែរយើងគឺរៀងដិតប៉ុន្តែបើផ្អែមដូចអត់សូវទេទីទូទៅគាត់គីឡូគាត់ភ្លក់ត្រូវតែម្ហូបកន្លែងខ្លះដែលផ្អែមអញ្ចឹងណាបានដូចខរៀងផ្អែមតែបើម្ហូបទីទូទៅបើខ្មែរអត់សូវផ្អែមទេណាបងប្អូនណាឥឡូវចាំមើលរងចាំមើលថាម្ហូបទាំងអស់ដែលគាត់អញ្ជើញខ្ញុំមកភ្លក់ថ្ងៃនេះជាពិសេសទាខ្វៃរបស់គាត់ឆ្ងាញ់ទៅប៉ុណ្ណាឈ្ងុយទៅប៉ុណ្ណាហើយចាំមើលថារូបភាពចេញមកយ៉ាងម៉េចណាបងប្អូនតាមដល់អ្នកគ្នាវ៉ាវច្រើនមុខសម្បូរបែបមែនតានអូហើយតំណងដល់នេះក្លិនឈ្ងុយជះមកបដាបងទុកវិលអញ្ចឹងទៅក្លិនមកដល់មហូបមកដល់មុខយើងមួយណាខ្ញុំក្លិនមួយដល់មួយឈ្ងុយចាបងខ្ញុំទទួលបានអារម្មណ៍បែបហ្នឹងដែរបងក្លិនគ្រឿងផ្សំគេជាភាសាចុងភៅរៀនពីបងបានថ្ងៃនេះចាអូខេឥឡូវឃើញថាម្ហូបដែលទៀនសៀវអើបានរៀបចំសម្រាប់ Chef Nara ធ្វើការភ្លក់នេះគឺមានច្រើនមែនតើចាអូ
Còn mấy món này ở toàn miền bãi mới nè. Còn mà mới đó còn ní rất là chỉ một hộp bì xe và trang nó thiên sào ở bao nhiêu còn mấy bông pi buôn còn mấy còn bảy giá. Lấy chả bảo đảm ní miền tia khoai để chef còn bàn lực làm một nắng. Signature này ní miền sopi một tiệt. Chef, so you can tell me about sauce for the roasted duck. So what is that? 这是当归汁对啊。 So this is the Angelica hops. Okay. So another one. 是啊，十全。 So the another one is 10 wonder hops. Oh, good. ចាអញ្ចឹង Chef Nara គាត់បានសួរអំពីទឹកជ្រលក់ចាអញ្ចឹងទឹកជ្រលក់របស់យើងគឺមានពីរប្រភេទទី1គឺទឹកជ្រលក់ Angelica ទី2គឺទឹកជ្រលក់ថ្នាំចិន 10 Wonder Herbs ចាហើយទាខ្វៃនេះគឺជាទាខ្វៃពិសេសល្បីប្រចាំហាងទៀនសៅអឺនេះតែម្ដងចាអញ្ចឹងសូមអញ្ជើញ Chef Nara ធ្វើការភ្លក្សម្ហូបពិសេសនេះចា So which dish I can start to test first? You want to start with the char siu first? អូ Okay You can start from there. អូខេ Okay អញ្ចឹងមិញគាត់ប្រាប់ឲ្យខ្ញុំភ្លក់ផុកឆាឈីវបងប្អូនមើលឃើញការតុបតែងនេះគឺជាការតុបតែងបែបតែគេហៅថា Singapore traditional ឬក៏ការតុបតែងបែបបុរាណបាទបែប Singapore អ្នកខ្លះថាកន្លែងស្អាតប៉ុណ្ណាហើយមិនក៏តុបតែងយ៉ាងពួកអ្នកខ្លះគាត់រៀបចំការតុបតែងនេះបែបបានថាបែបប្រទេសរបស់គាត់បែបប្រពៃណីរបស់គាត់ណាប៉ុន្តែសំខាន់គឺគាត់ផ្ដោតសំខាន់ទៅលើរសជាតិទៀនសៅអឺគឺគាត់ផ្ដោតសំខាន់លើរសជាតិចាំមើលចង់ដឹងថាផុកឆាស៊ីវនេះរសជាតិមិនដែរធម្មតាផុកឆាស៊ីវអ្នកដែលអត់ចេះធ្វើវាស្ងួតហើយការប្រឡាក់គ្រឿងវាខ្លះអត់ល្អដុតទៅអាចវិញទៀតតែមើលឃើញពណ៌ស្រស់ស្អាតល្អបាទភ្លក់មួយខ្ញុំចង់ដឹងថារសជាតិមិនអត់ស្ងួតអត់ល្វីងអត់ណាហើយផ្អែមដិតខ្លាំងអត់ណា Okay, I'm gonna try. It's really good. Sạch chuột nè. Nó hơi phải nè. Mà là mồm. Hay សំខាន់សាច់ជ្រូកណាបងប្អូនយើងអត់រឹងណាធម្មតាបើសិនជាឆ្អិនសាច់ជ្រូកតែឆ្អិនខ្លាំងរឹងហើយអានេះញ៉ាំទៅវានៅទុនឆ្អិនមិនតែឆ្អិនបែបទុនណាហើយការប្រឡាក់គ្រឿងនេះនៅបើនៅប្រទេសយើងរៀងពិបាករកកន្លែងរសជាតិបែបនេះ Okay, this one is good. The pork is still juicy. Yeah, for the marinade not over sweet. Yeah. Yes. The ingredient for the marinade is good. Good, this one. So we can start the next one, right? So the next one? Okay, so this one is the steamed marble gobi in Hong Kong style soy sauce. Oh, with soy sauce. Yeah. Okay. And it's tray jam hoi jamទឹកស៊ីបែប Hong Kong. Yeah. Okay. Hong មិ Kong. ញក្លិនឈ្ងុយណាបងមិញ Yeah, គាត់ធ្វើកាត់នេះឈ្ងុយមកឥឡូវឃើញត្រីញ៉ាំដាក់យើងហើយយើងចាប់ផ្ដើម ចាអញ្ចឹងបងចេញចាប់ដល់ចា Okay, បាទ គ្នាខំញញឹមដាក់ហើយណាបង គាត់ទៅញ៉ាំនេះគឺញ៉ាំស្វាគមន៍យើងណាបងប្អូន Okay. ចឹងឥឡូវ Chef Nara គាត់នឹងធ្វើការភ្លក់ត្រីចំហុយទឹកស៊ីអ៊ីវបែបហុងកុងចាបន្ទាប់ពីយើងបញ្ចប់ការភ្លក់សាច់ជ្រូកសាស៊ីវរួចហើយចា សាច់ត្រីនេះស្រស់ល្អយើងក៏ឃើញប្រភេទសាច់ត្រីនេះបើយើងអត់ចេះចំអិនគឺយើងយកលុយរបស់ចោលអញ្ចឹងបាទតែពុទ្ធសាសនាត្រីថ្លៃចា Oh, second bite. ត្រីនេះវាសាច់ត្រីល្អមែនផ្អែមហើយទឹកស៊ីអ៊ីវនេះឈ្ងុយតែអត់ប្រៃធម្មតាទឹកស៊ីអ៊ីវបងប្អូនសាក់ឡើងមើលបើយើងយកទៅងាស់យូរប្រៃតែនេះល្មមបងប្អូនសាច់ត្រីនេះផ្អែមឆ្ងាញ់ស្រស់បងមិនថាក៏យកត្រីស្រស់ត្រីនៅរស់យកមកធ្វើ The fish good. Still juicy the sauce. It's not salty. It's not more sweet. It's good this one. It's smelling good. Yeah. Nice this one. So what is the name for this one? 这是咖喱 fish。 Curry fish. Okay. Clay pot fish curry. Pot fish curry. Fish curry. Yeah. Okay. This curry ត្រីណា So what kind of fish? You do this one.
他问你是什么样的鱼在里面，鱼类。这个是一个新鲜的缅江鱼片来的，对。Yeah, it's like a fresh sliced fish. Yeah. The fish from the sea or from the 是海 Yeah, it's from the oceans. Sea. អូខេ Yes. អញ្ចឹងត្រីសមុទ្រចាការីត្រីសមុទ្រតែយើងមើលពណ៌កន្ល Oh you use the eggplant គាត់ប្រើជាមួយនឹងត្រប់ស្តៀងការីយើងដែរតាអ្នកឃើញហ៎មានគាត់ថែមពេញប៉ោះបើការីយើងក៏មានថែមដូចជាអីគេត្រប់នេះដូចជាស្លឹកកត្រុកបាទអូខេសាក់ដឹងមើលមិនដែរណា ការីយើងដូចជាមានដំឡូងដែរ មានដឡងមានខ្លាំងមិនអីនឹងតាម signature ប្រទេសមួយបាន គាត់ថាចឹងទៀនស្រាប់គឺផ្ដោតទៅលើ រសជាតិគុណភាព ចាហើយសំខាន់មួយទៀតហ្នឹងគឺ traditional style របស់គាត់នឹងដែរចាការរៀបចំបែបប្រពៃណីក៏ដូចជាវប្បធម៌ចាយ៉ាងមិនដែរ chef Nara សម្រាប់មុខម្ហូបទី 3 Jadi ini like the taste like the Indian curry a little bit, like the Cambodian curry a little bit. So we can mix two style, like the Indian or Cambodian, but the taste is good. It's good. Nice. Yeah, this one I miss my curry. Cambodian curry. Yeah. Sure. But this one we can eat with the bread as well. Yes. Like the baguette. Oh, this one is good. បងប្អូនមិញនេះភ្លក់ឲ្យរសជាតិការីនេះស្តៀងការីឥណ្ឌាតិចសេរីខ្មែរយ៉ាងតិចប៉ុន្តែរសជាតិឆ្ងាញ់មួយយ៉ាងហើយវាមានរសជាតិជូរដិតតិចជូរចុងមាត់តិចតែគាត់ប្រើពីកប៉ោះតែអាចជូរខ្លាំងហើយបងប្អូនចានេះយើងអាចមិនបាច់ច្បាច់ក្រូចឆ្មាបានព្រោះបងប្អូនខ្លះញ៉ាំការីគាត់ច្បាច់ក្រូចឆ្មាតែអានេះមិនបាច់ច្បាច់ក៏បានដែរបងប្អូនមានរសជាតិជូរហ្នឹងល្មមតែបើពីងផ្លែគាត់ថាដូចខ្ញុំនិយាយថាស្តៀងការីឥណ្ឌាបន្តិចស្តៀងសេរីខ្មែរបន្តិចវាដូចពីរសាក់ចូលគ្នាតែឆ្ងាញ់បងប្អូនឆ្ងាញ់ហើយសាច់ត្រីនេះគាត់វះស្ដើងយកបញ្ញាំជាមួយឆ្ងាញ់មួយយ៉ាងឥឡូវចាំមើលរងចាំមួយទៀតនេះបន្លែសុទ្ធបងប្អូន Okay, the next one. 这道菜的名字是青柠咸鱼小芥蓝，对。 Okay, so this is Hong Kong kailan with salted fish and lime. Fish and lime. Yeah, so there's salted fish and lime. Yeah. Oh, okay. នេះខាត់ណាយើងបងប្អូនខាត់ណា So can you tell more about the features of this dish please? 这个有什么特别独特的味道还是什么吗？有的，就是我们独特的味道，就是有咸酸味、青柠的酸味，对，比较有的特殊的味道的，对。Yeah, so the unique taste like the salted fish is salty, but there's a lime with like sourness, so it's like a mixture of salty and sour. អូចាចឹងមានថាមុខម្ហូបឆាមួយចាននេះគឺមើលមកយើងគិតថាគឺជាឆាបន្លែក៏ប៉ុន្តែអត់ទេវាមានរសជាតិជូរវាមានរសជាតិជូរប្រៃល្មមលាយឡំគ្នាចឹងវាធ្វើឲ្យឆាបន្លែមួយចាននេះគឺមិនដូចឆាបន្លែទូទៅដែលយើងធ្លាប់ពិសាទេចាចុះ Chef Nara យល់យ៉ាងណាដែរចាសាច់បន្លែនេះស្ពៃទឹកគាត់ស្រស់បានល្អនឹងស្រួយឆ្ងាញ់ខ្ញុំមើលផ្លែមិនស្មានតែឆាកាណាពេញចោតែពេលគាត់ប្រាប់មិនបានដឹងថាគាត់ឆាទាំងណាជូរប្រៃយើងមកដល់យើងឆាប្រៃផ្អែមនេះជូរប្រៃតែថាមានរសជាតិក្រូចឆ្មាជូរតិចៗក្នុងហ្នឹងហើយរៀងប្រៃតែប្រៃល្មមបងប្អូនមិនប្រៃខាញ់ញ៉ាំអត់កើតទេសំខាន់សាច់ខាត់ណានេះនៅស្រួយល្អស្រស់ល្អបាទ Okay, this one is good. Salty and a little bit sour, like you said. It's good. And kailan still crunchy. Yeah, Crunchy taste. Okay, this one the special dish, right? Signature. Okay. So I believe you have a lot to explain. So can you do that, please? Yeah, so what we mentioned just now, we make sure that the quality is like crispy skin, tender meat, and also the aromatic. And then it's good to
taste with the sauces. So we have 2 sauces. So customer they can choose Angelica sauce or even tan water sauce. Okay. For the this one, the Angelica herb is more like flavorful. Like the flavor is more preferred by adults. But for the kids, maybe we can have this tan water is more sweetness. I see. Yeah. So for the recommend which sauce I must the test I will suggest that you go for the signature Angelica herb first. Okay. ចាអញ្ចឹងមិញគឺគាត់បាននិយាយថាទាខ្វៃពិសេសរបស់គាត់ហ្នឹងគឺផ្ដោតទៅលើស្បែកស្រួយក្លិនឈ្ងុយហើយសាច់ទាហ្នឹងនៅមានរសនៃសាច់អញ្ចឹងណាបងចាបងបរៀនខ្ញុំរសនៃសាច់ហើយទឹកជ្រលក់ហ្នឹងគឺមានពីរជម្រើសដោយដែលបានគាត់បានជម្រាបអញ្ចឹងចាគឺមានAngelica ជាមួយនឹងថ្នាំចិន Ten Herbal ហើយគាត់ថាសម្រាប់ក្មេងៗគឺប្រហែលជាអាចនឹងចូលចិត្តញ៉ាំថ្នាំចិន Ten Herbal នេះដោយសារតែវាមានឲ្យជារសរៀងផ្អែមចាអញ្ចឹងឥឡូវ chef ចង់ជិះ Yeah, good morning. So good ទៅពីចូលមកដល់សាច់ទាហ្នឹងសាច់ទាវាស្រស់ល្អវាមានជាតិទឹកណាគេហៅថារសរបស់សាច់វាក៏ juicy ស្បែកទាខាន់ទៅឈ្ងុយមកឈ្ងុយអាគ្រឿងដែលគាត់ប្រឡាក់បាទងាយជួបបងប្អូនឥឡូវយើងចាប់ដើមមួយទៀតមិនដែររសជាតិនេះណា ចុះ sauce ទី1ហ្នឹងមិនដែរ chef Nara ឆ្ងាញ់ឈ្ងុយបាទ អញ្ចឹងចាំមើល chef Nara សាក sauce មួយទៀតហើយអាចប្រាប់ពីភាពខុសគ្នារវាង sauce ទី1និង sauce ទី2ចា សូត្រពីរនេះឆ្ងាញ់ដូចគ្នា ចា គាត់ថាអានេះមានherb ខ្លាំងតែទី2ស្រួយទី2ឆ្ងាញ់តែរៀងផ្អែមជាង sauce ទី1តែសរុបមកដូចគាត់និយាយថាបើក្មេងៗចូលចិត្ត sauce នេះច្រើនជាងហើយ ចា ផ្អែមតែផ្អែមវាផ្អែមខុសពីនេះតិចទេមានថាផ្អែមខ្លាំងគាត់ថាពីនេះអត់ផ្អែមទេតែ sauce មួយនេះផ្អែមតែឆ្ងាញ់ដូចគ្នា ចា បើចូលសម្រាប់ខ្ញុំចូលចិត្តតែពីរ អូចា Ten Herb វាស្រាលជាងមែនទេបង herb របស់ sauce ទី2នឹងស្រាលជាង sauce ទី1 អូចានឹងអាចទេបងបើគេបង្កើតរូបមន្តនឹងឡើងដើម្បីសម្រាប់មនុស្សចាស់និងកូនក្មេងអញ្ចឹងអាចដែរធម្មតាដូចយើងធ្វើសោះមកមហូបមួយបើយើងមានសោះ2ឬសោះ3ល្អសម្រាប់តម្រូវតាមកំណាអតិថិជនដែលអ្នកដែលជាអ្នកញ៉ាំគាត់មានចំណូលចិត្តផ្សេងគ្នាអ្នកខ្លះចូលចិត្តរៀងជូរយកខ្លះចូលផ្អែមខ្លះចូលចិត្តរៀងដឹកប្រៃអញ្ចឹងណាអ្នកខ្លះចូលចិត្តរៀងសាបតែគាត់មាន2ល្អចាអញ្ចឹងសរុបមកវិញសោះទាំងពីរគឺឆ្ងាញ់ទាំងពីរចាឥឡូវបន្តជាមួយនឹងម្ហូបជាបន្តទៀត រសជាតិ is so good the skin crispy and the taste of the meat still the juicy oh wow this one is smelling good from the herb and this one a little bit sweet like you said yeah but I love two kind of sauce I love it so the next one what's that 这个菜名是什么？翡翠豆腐。翡翠豆腐对。 Okay, so this is the handmade white spinach tofu with seafood. So the tofu we handmade ourselves. oh 开 really 始做了就可以。 We using like vegetable, the extract the vegetable juice to make it. oh So it's soft. It's soft tofu. so what kind of sauce you use with the tofu 有什么酱汁吗？在这里我们就高汤的酱汁，高汤做出来的酱汁来的。对。 ？It's like our it's like the stock, the soup stock for the juice, and then for the tofu itself is like the vegetable. We mix like vegetable to make it. Yeah. អូខេមិញសាគាត់ប្រាប់ឲ្យថាទូហ្វូខ្មែរយើងហៅថាតៅហ៊ូគាត់ថាធ្វើមកពី spinach ខ្មែរយើងអាចហៅថាស្ពៃប៉ូយលេងបាទហើយគាត់ថាសោសនេះធ្វើមកចេញពី
ទឹកស្តុកឲ្យគាត់រងាស់មកតែលើនេះមានទាំងខ្យល់ផ្លិតឲ្យយើងហៅថា scallop ហើយមានកូនបកាមានអីបាទស្រុកបាទមើលលើតំណងដែរបងប្អូនបាទចង់ដឹងថាសាហ៊ូដែលធ្វើមកពីspinach ហ្នឹងរសជាតិយ៉ាងម៉េចណាបងប្អូនចូលល្អណាស់នេះ homemade បងប្អូន homemade គាត់ធ្វើដោយខ្លួនឯងគាត់អត់ទិញពីផ្សារមកទេគឺធ្វើសូសអូបងប្អូនពណ៌នេះនេះមិនមែនបើគាត់អត់ប្រាប់ហ្នឹងខ្ញុំគិតថាហើយតាហ៊ូធ្វើមកពីស្លឹកតយឯងតែដោយសារគាត់ប្រាប់ថាធ្វើមកពី spinach អញ្ចឹងបានធ្វើឲ្យតាហ៊ូនេះពណ៌បៃតងបងប្អូនតែពណ៌បៃតងស្រាលif the guest like the vegetarian man so they can order without the seafood only the tofu can order that So 如果那个顾客呢，他不吃海鲜的话，他可以把海鲜拿掉，只是 serve 豆腐。都可以，我们会换材料或者菇类那些给他，蔬菜都可以的，对。Yeah, we can do that. Like if the customer don't want seafood, we can just put the tofu and the vegetables. Yeah. ណែខ្ញុំមិនសួរគាត់លេងបងប្អូនថាបើសិនជាភ្ញៀវតែគាត់អត់ចូលចិត្តគឺសមុទ្រណាជួនកាលអ្នកខ្លះគាត់តែលាក់ស៊ីមួយគឺសមុទ្រតែគាត់អាច order តាហ៊ូបានអត់ព្រោះតាហ៊ូនេះខាងក្រៅដោយសារគាត់ពងវាទៅបានថាយើងញ៉ាំនោះមានពីរអារម្មណ៍តាពីពីខាងលើទៅដោយសារនេះយើងស្រួយទៅរៀងរឹងតិចចុះដល់តាពីដល់ជាជាន់នេះពីរទៅទុនល្មើអញ្ចឹងយើងទទួលបានអារម្មណ៍ពីរហើយទឹកសោះនេះល្មមបងប្អូនល្មមអញ្ចឹងបងប្អូនដែលគាត់ចូលចិត្តបន្លែបានថាគាត់ជាមនុស្សម្នាក់ដែលចូលចិត្តសាច់អាច order មុខនេះបានប៉ុន្តែមិនឲ្យគេដាក់ seafood ទេដូចជាខ្យងផ្លែតដូចជាបកានេះបានអញ្ចឹងមានថាគាត់ order តែបន្លែហើយញ៉ាំជាមួយទឹកសោះនេះបានអូខេបងប្អូនអ្នកដែលចូលចិត្តបន្លែមកទីនេះអត់ខុស Okay, this one is good. Tofu is soft. The taste of the sauce is the limit. Yeah. Nice. Okay, so the next one. Okay, so the next one is our fish maw thick soup with crab meat and conpoy. So it's a thick soup base. This one look like the fish mouth. Yeah. So some customer might want to put in some pepper and maybe the vinegar to mix it. Oh. Yeah. So where are we going? So The pepper and vinegar. Okay. Normally, yeah, the soup we can use pepper powder, soy sauce vinegar, Yes. and some coriander on the top, right? Yes. Okay. But now I test without ingredients. 这出这样出就不能 Maybe you find the natural taste. 试一下。Chef, you put some the Chinese wine in there or not? 有没有放一点什么白酒还是什么花雕酒在里面？花雕酒有。 It's that Chinese one. It's like 花雕酒 It's called 花雕 wine. នៅក្នុងនេះបងប្អូនស៊ុបនេះស៊ុបកាពះត្រីបងប្អូន តែនៅក្នុងស៊ុបនេះដូចគាត់ប្រាប់មែនថាបើយើងចង់ឲ្យកាន់តែឆ្ងាញ់ញ៉ាំជាមួយនឹងម្រេចញ៉ាំមួយទឹកស៊ីអ៊ីវជូររបស់ចិនណាបងប្អូនហើយថែមជាមួយជីវិនស៊ុយនៅក្នុងនេះស៊ុបនេះអត់ឆ្អាបទេបងប្អូនតែស្អាតគាត់បន្ថែមរសជាតិស្រាចិនចូលនឹងប្រហើរឈ្ងុយនៅក្នុងហ្នឹងអញ្ចឹងបងប្អូនដែលចូលចិត្តស៊ុបមកនេះថាបាទស៊ុបក្តាមស៊ុបអីតែនេះមិនមែនស៊ុបក្តាមនេះស៊ុបកាពះត្រីមកផ្លាស់ប្ដូររសជាតិម្ដងឲ្យមកនេះបានអូខេ Okay, it's really good this one for the soup.
Okay, and the last one. 就是我们的明牌牌。 So the last one is the Mongolian pork ribs. Mongolian pork. Yes. Mongolian pork rib? So you come from the Mongolian or Singaporean? No, just cooking.但讲的姜汁是研发在蒙古，蒙古人喜欢吃奶，我们就是拿奶和奶油来炼制出来。 So actually, it's like inspired by the Mongolian sauces. The spice. Yes. Only the spice. Yes. Okay. อันนี้គាត់ប្រាប់ខ្ញុំថាឆ្អឹងជំនីជ្រូកម៉ុងហ្កូលីបងប្អូនយើងនិយាយលេងគាត់ថាគាត់មកពីម៉ុងហ្កូលីឬក៏មកពីសិង្ហបុរីតែគាត់ប្រាប់ខ្ញុំថាមិននេះហើយតែបានគាត់ដាក់ឈ្មោះចឹងដោយសារតែគាត់យកគ្រឿងប្រឡាក់ហ្នឹងបងប្អូនដូចជាប្រភេទប្រឡាក់ហ្នឹងគឺមកពីមកពីម៉ុងហ្កូលីបងប្អូនប៉ុន្តែគាត់យកមកកម្លាយឲ្យខ្លាយជាម្ហូបបែបសិង្ហបុរីរបស់ប្រទេសគាត់ចង់ដឹងមើលថារសជាតិមិនដែរណាបងប្អូនណោះវាក្នុងមានម្រេចឈើនេះអូខេ So for the pork rib you steam first before you cook or just marinate 你先蒸先才。哦，我们是生腌制再炸的，对。 After like marinated, then we deep fry the pork ribs. ខ្ញុំសួរគាត់ថាគាត់ចំហុយសិនមកគាត់យកទៅបំពងឬក៏គាត់ប្រឡាក់មានគ្រឿងអីប្រឡាក់ហើយបានគាត់យកទៅបំពងគាត់ប្រាប់ថាគាត់ប្រឡាក់ហើយបានគាត់យកទៅបំពងเนาะព្រោះហ្នឹងបើយើងអត់ចេះធ្វើវាអាចទីមួយបញ្ហាសាច់ជ្រូកឆ្អិនអត់ល្អតែមកមានវិធីសាស្ត្រមួយទៀតគាត់ប្រឡាក់មួយស្រាចិនមានប្រភេទក្លិនដើម្បីបំបត្តិក្លិនឆ្អាបរបស់សាច់ជ្រូកយើងផ្អាប់ទុកចាប់ពីកន្លះម៉ោងឬក៏ម៉ោងអីចឹងទៅឬក៏2ម៉ោងហើយចាប់យកទៅបំពងអាហ្នឹងសាច់ជ្រូកឆ្អិនល្អព្រោះតែក្នុងស្រាចិនមានជាតិអាល់កុលអញ្ចឹងវាជួយឲ្យសាច់យើងឆាប់ហុយចា៎អូខេបងប្អូនឡាតាមដល់វិញខ្ញុំ I feel I get a spicy from the pepper a little bit and from the chili a little bit, right? 就是有放什么辣椒还是？源自于那个黑胡椒会有点辣，但是我们煮的时候也放一点小辣椒给它辣一点。 So when marinated, we have put some like the pepper, and then when we cook, we cook with small chili like chili. Oh, like that. So they're slightly spicy. But the pork is still soft and not hard. It says completely with the spice. It's good. Smelling good as well. ចឹងនិយាយជ្រូកម៉ុងហ្កូលីរបស់គាត់នេះមានអារម្មណ៍ប្លែកបងប្អូនវាហឹលល្មមទីតែខ្ញុំនេះអ្នកចេះហឹលបងប្អូនតែញ៉ាំបានតែបើស្ទើរបើអ្នកចេះហឹលស្ទើរហឹលនេះវាចេញពីភាពហឹលចេញមកពីម្រេចដែលគាត់យកទៅប្រឡាក់ជាមួយនឹង spice ហ្នឹងហើយដល់ពេលគាត់ឆាគាត់មានកន្លុកជាមួយនឹងម្ទេសបងប្អូនអញ្ចឹងវាហឹលតិចខ្ញុំបើហឹលខ្លាំងចប់តែនេះឆ្ងាញ់បងប្អូនញ៉ាំបានអានេះហឹលតិចតែខ្ញុំអាចញ៉ាំបានភាពហឹលនេះវាជួយធ្វើឲ្យបំបត្តិភាពឆ្អាបរបស់សាច់ជ្រូកដែរ good ល្អបងប្អូនមួយមុខនេះមើលទៅគិតថាកម្ៅនេះមិនមែនដោយសារខ្លោចអីទេណាអានេះដោយសារតែសោះរបស់គាត់ដាក់ឲ្យពណ៌នេះកម្ៅចឹងបងប្អូនសរុបមកឆ្ងាញ់ទាំងអស់បងឆ្ងាញ់ចឹងបងប្អូនអាចចូលបាទចឹងបងប្អូនអាចជើញមកទៀនសៅអឺហ្នឹងមហូបខ្ញុំ8មុខនេះណាភ្លក់បាន8មុខតែឆ្ងាញ់ហ្នឹងបងប្អូនអែមទាំងអស់ចឹងនៅសល់ច្រើនមុខទៀតបងប្អូនអាចជើញមកភ្លក់ផ្ទាល់មកញ៉ាំផ្ទាល់ចង់ដឹងថារសជាតិផ្សេងទៀតឆ្ងាញ់ប៉ុណ្ណាដោយតែខ្ញុំនិយាយអត់ជើញមក ចាអរគុណ Chef Nara សម្រាប់ការភ្លក់និងបង្ហាញចំណាប់អារម្មណ៍ចាទៅលើមុខម្ហូបនីមួយរបស់ទៀនសៅអឺចា Chef Nara ខ្ញុំលើអតិថិជនទៀនសៅអឺគាត់និយាយឡើងគាត់ថាម្ហូបនេះហ្នឹងមិនត្រឹមតែឆ្ងាញ់ទេប៉ុន្តែធ្វើឲ្យគាត់មានអារម្មណ៍ថាដូច home cooked meals ដូចម្ហូបយើងធ្វើនៅផ្ទះចឹងតាមការភ្លក់របស់ Chef Nara អំបញ្ញមិញនេះតើបងមាន
បានទទួលអារម្មណ៍បែបហ្នឹងដែរឬទេឬក៏មានចំណាប់អារម្មណ៍ផ្សេងបែបណាដែរ មួយម្ហូបនេះវាស្រៀងនឹងម្ហូបស្រុកខ្មែរយើងមានច្រើនតែចំហុយខ្មែរយើងស្គាល់ហើយការីនោះយើងស្គាល់គាត់ថាពីច្រើនយើងអត់សូវប្រើត្រីទេខ្មែរយើងពីច្រើនយើងប្រើសាច់មាន់អីចឹងណាគឺឆ្អឹងជំនីជ្រូកអីចឹងទៅតែមួយញ៉ាំនេះប្លែកបើចង់ភ្លក់ការីតែប្លែកដូចខ្ញុំនិយាយថាវាមានអារម្មណ៍ភ្លក់នឹងការីវាដូចជាការីឥណ្ឌាទីខ្មែរទីប៉ុន្តែឆ្ងាញ់បែបហើយដូចស៊ុបនេះពីច្រើនបងប្អូនយើងធ្លាប់ច្រើនណាស៊ុបក្តាមឥឡូវមកភ្លក់ម្ហូបស៊ុបកាពះត្រីវិញចឹងថាដោយបងស្រីនិយាយថាវាស្រៀងម្ហូបដែលយើងញ៉ាំជាប្រចាំចឹងដូចឆាបន្លែនោះឆាខាត់ណានោះបើយើងនៅផ្ទះយើងញ៉ាំឆាកាណាប្រេងខ្យងមកសាក់នេះម្ដងមើលចាប្រៃជូប្រៃមកសាក់នេះបានហើយបើសាច់សាឈីវយើងដឹងហើយបងប្អូនយើងលក់ច្រើនតាមផ្លូវតែពេលខ្លះកន្លែងខ្លះក៏គាត់ធ្វើរៀងដុតរៀងជុលវារឹងអីចឹងណាតែបន្លែនេះគេមានស្តង់ដារច្បាស់លាស់មានម៉ាស៊ីនដែលដុតច្បាស់លាស់កំណត់ពេលវាច្បាស់លាស់សីតុណ្ហភាពច្បាស់លាស់ចឹងបងប្អូនអាចមកសាក់នេះបានរសជាតិសាច់ជ្រូកអត់រឹងទេរសជាតិនៅតែទន់តែឆ្ងាញ់ហើយឆ្អិនល្អចឹងម្ហូបនេះបងប្អូនដូចខ្ញុំជំរាបចឹងថាមិនក៏តបតែងចឹងដូចខ្ញុំជំរាបហ្នឹងថាគាត់ព្យាយាមយកបែប traditional សិង្ហបុរី traditional គឺការតបតែងបែបប្រពៃណីយកមកណាចឹងគាត់ឲ្យសារបែបប្រពៃណីចឹងការតបតែងប៉ុន្តែសំខាន់គឺរសជាតិបងប្អូនចាវ៉ាវអញ្ចឹងសរុបមកវិញនេះគឺជាវប្បធម៌ម្ហូបអាហារបែបសិង្ហបុរីចាបែបបុរាណរបស់ពួកគាត់បែបប្រពៃណីរបស់ពួកគាត់ចាប៉ុន្តែរសជាតិវិញគឺវាមិននឹកស្មានដល់ទេមិនដូចយើងគិតទេចាបើថាវាមើលមកវាធ្វើឲ្យយើងមានអារម្មណ៍ថាដូចម្ហូបយើងញ៉ាំជាប្រចាំក៏ប៉ុន្តែរសជាតិរបស់វាគឺខុសតែម្ដងចាបងខ្ញុំចង់ឲ្យបងរំលេចបន្ថែមទៀតជាមួយនឹងមុខម្ហូប signature របស់គាត់តើវាខុសប្លែកបែបណាពីទាខ្វៃធម្មតាទាខ្វៃនេះដូចខ្ញុំនិយាយពីមុនថាយើងញ៉ាំទាខ្វៃច្រើនតាមរោងការតាមអីបងប្អូនហើយក៏ដូចជាកន្លែងលក់សាច់កាត់និយាយទៅបងប្អូនកន្លែងលក់សាច់កាត់យើងដឹងហើយទាខ្វៃចុងភៅម្នាក់ហើយដូចនេះគាត់ជាស្តង់ដារមួយដែរទាខ្វៃរបស់គាត់ញ៉ាំទៅឆ្ងាញ់ខុសពីអ្នកដទៃហេតុអីជាមួយយើងទៅពីចូលសាច់ទានៅស្រស់មានរសជាតិរបស់សាច់ទាស្បែកទាស្រួយញ៉ាំទៅឈ្ងុយហ្មងឈ្ងុយចេញពីគ្រឿងដែលគាត់ប្រឡាក់ថាដូចគ្រឿងថ្នាំចិនតែគាត់ប្រឡាក់ចូលញ៉ាំឈ្ងុយឈួលចូលតាមតែមកបងប្អូនប្រហែលជឿខ្ញុំមកសាកសិនថាទាខ្វៃនេះមិនដែរទៅទៀងសៅអើហ្នឹងលឹមតារីឲ្យឆ្ងាញ់ចឹងសរុបមកវិញទៀនសៅអើពិតជាស័ក្តិសមជាភោជនីយដ្ឋានទាខ្វៃលំដាប់ថ្នាក់ទៅពិភពលោកចាឆ្ងាញ់បងប្អូនខ្ញុំកាក់ក្បាលជឿខ្ញុំមកភ្លក់សិនចាអញ្ចឹងចង់ដឹងថាលំដាប់ពិភពលោកហ្នឹងពិសេសខាងណាខ្លះបងប្អូនទាំងអស់គ្នាអាចជឿជាក់លើ Chef Nara ហើយមកសាកចាសាកសិនទាំងអស់គ្នាចាអញ្ចឹងឥឡូវនេះឃើញថាការភ្លក់ម្ហូបរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយអញ្ចឹងជាចុងក្រោយខ្ញុំនឹងធ្វើការសួរទៅកាន់ Chef ជនជាតិសិង្ហបុរីថាតើគាត់មានអារម្មណ៍បែបណាបន្ទាប់ពីបានបង្ហាញនៅមុខម្ហូបរបស់ទៀនសៅអើមកកាន់ពួកយើងរួចហើយ So now we have finished our dishes and tasting session and the great news is that Chef Nara likes every dishes and Tiên Xào Ơ is really the world recognition restaurant. Yeah. And so, special one for me the roasted duck and pork sashimi. Oh, nice, very nice, very nice. Good. So the last question for you, Chef. How did you feel after this presentation and tasting with us? 所以现在呈现完了这些食物之后，你觉得有什么话想要说的吗？没有来吃过店小鹅的，就是来尝试吧，包你满意的。So Chef Fong said that hope that whoever haven't tried our food, please come to 店小鹅 and try. Yeah, very nice. ចាអញ្ចឹងបន្ទាប់ពីបានChef Nara បានភ្លក់ម្ហូបទាំងអស់ហើយ Chef Fong ក៏គាត់សូមផ្ដាំថាប្រសិនបើអស់លោកអ្នកមិនទាន់បានសាកល្បងទេអាចអញ្ជើញមកសាកល្បងដោយផ្ទាល់ខ្លួនឯងនៅទៀនសៅអើ Cambodia ដែលមានទីតាំងនៅបឹងគីងកង
ចាទស្សនិកជនជាទីគោរពនិងជាទីមេត្រីអញ្ចឹងបន្ទាប់ពីបានទស្សនាការភ្លក់ម្ហូបពិសេសរបស់ទៀនសែវអឺហើយនាងខ្ញុំជឿជាក់ថាទាំងទស្សនិកជនទាំងអស់គ្នាក៏ដូចជានាងខ្ញុំផ្ទាល់ចាគឺពិតជាចង់សាកល្បងខ្លាំងមែនតើអញ្ចឹងបើសិនបើលោកអ្នកចង់សាកល្បងចាកុំរៀនរែកអីអាចនាំក្រុមគ្រួសារជាទីស្រឡាញ់មកភ្លក់ដោយផ្ទាល់បាននៅទៀនសែវអឺបឹងគីងកងចាអញ្ចឹងនៅគណៈពេលនេះនាងខ្ញុំក៏សូមធ្វើការថ្លែងអំណរគុណទៅដល់ចា Chef Nara ចាក៏ដូចជា Chef Fong Thank you so much Chef Fong ចាហើយនឹងអ្នកសម្របសម្រួលរបស់យើងផងដែរចាដែលបានធ្វើឲ្យកម្មវិធីភ្លក់ម្ហូបរបស់យើងគឺពោពេញទៅដោយភាពរស់រវើកចាហើយជាពិសេសនោះគឺការចែករំលែកចានៅលក្ខណៈពិសេសរបស់មុខម្ហូបនីមួយៗដែលស្ដាប់ទៅគឺពិតជាជក់ចិត្តខ្លាំងមែនតើចានាងខ្ញុំមានអារម្មណ៍ថាថ្ងៃនេះរៀនបានច្រើនមែនតើពីម្ហូបក៏ដូចជាគ្រឿងផ្សំអីផ្សេងចាអញ្ចឹងសង្ឃឹមថាទស្សនិកជនទាំងអស់គ្នាក៏ដូចនាងខ្ញុំដែរចាមិនត្រឹមតែទស្សនាទេប៉ុន្តែក៏ទទួលបានចំណេះដឹងថ្មីហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះទស្សនាហើយចង់មកភ្លក់ផ្ទាល់តែម្ដងចាអញ្ចឹងអាចអញ្ជើញមកបាននៅទៀនសែវអឺ Cambodia បឹងគីងកងសូមអរគុណចាហើយក៏សូមគោរពលាចាគោរពលា